សួស្តីបងប្អូនកូនក្មួយទាំងអស់គ្នាថ្ងៃនេះយើងមានរឿងមួយដែលមានចំណងជើងថាកង្កែបបឹងនិងកង្កែបអូមានកង្កែបពីរក្បាលជាមិត្តសម្លាញ់នឹងគ្នាតាំងពីតូចហើយវាតែងតែបែងចែកចំណីអាហារឲ្យគ្នាទៅវិញទៅមកជាប្រចាំនៅក្នុងតំបន់ដែលវាទាំងពីររស់នៅមានបឹងមួយនិងអូរមួយនៅជិតគ្នាកង្កែបដែលរស់នៅក្នុងបឹងក៏ដ៏ធំនោះតែងតែមានសត្វទឹកផ្សេងៗនិងសត្វល្អិតសម្រាប់ធ្វើជាអាហារយ៉ាងសម្បូរគ្រប់គ្រាន់ចំណែកកង្កែបមួយទៀតដែលរស់នៅក្នុងអូរដែលមានទឹកតែបន្តិចបន្តួចហើយថែមទាំងមានរទេះឆ្លងកាត់ទៅមកឥតឈប់ឈរទៀតផងកង្កែបបឹងឃើញស្ថានភាពរបស់មិត្តមានការលំបាកដូច្នេះវាក៏បបួលកង្កែបអូរឲ្យមករស់នៅក្នុងបឹងជាមួយគ្នាសម្លាញ់អើយតើឯងខំត្រដោររស់នៅក្នុងអូរនឹងធ្វើអីទៀតចំណីក៏ខ្សត់ហើយក៏មិនសូវមានសុវត្ថិភាពទៀតផងឯងមករស់នៅឯក្នុងបឹងជាមួយគ្នាមកវានឹងធ្វើឲ្យជីវិតឯងបានប្រសើរជាងមុនណាស្ដាប់ហើយកង្កែបអូក៏បដិសេធអរគុណសម្លាញ់ហើយតែមិនអីទេខ្ញុំស៊ាំនឹងទីកន្លែងនេះតាំងពីដើមមកហើយខ្ញុំទៅឲ្យខ្ញុំទៅរស់នៅកន្លែងផ្សេងដែលមិនធ្លាប់ខ្លាចក្រែងពិបាករស់នៅណាទោះបីជាកង្កែបបឹងខំបបួលលួងលោមយ៉ាងណាក៏កង្កែបអូមិនព្រមសម្រេចចិត្តផ្លាស់ប្ដូរទីកន្លែងរស់នៅរបស់ខ្លួនដែររហូតដល់ថ្ងៃមួយមានរទេះបរឆ្លងកាត់អូហើយកងរបស់វាក៏កិនកង្កែបនោះស្លាប់ទៅការចោទជំពាក់នឹងអ្វីមួយខ្លាំងពេកដោយមិនព្រមបត់បែនទៅតាមស្ថានភាពអាចនឹងនាំគ្រោះភ័យដល់ខ្លួន Sharing for more